ធម្មជាតិស្អាតណាបងប្អូនអើយម្នេះគៀវខ្ចីហ្មងបន្លែធម្មជាតិនៅក្រោយស្អាតណាបងប្អូនអើយម្នេះអានេះគេហៅលហុងខ្វងណាសើថ្នាំនេះថ្នាំខ្មែរនេះបងប្អូនណាដឹងខ្លះគេយកប្រើលើអីអាចខមមិនម្នាក់មួយមកបងម្នាក់អូយស្អាតបងប្អូនអានេះគេហៅផ្កាធម្មជាតិហ្មងហើយនេះរបស់ឆ្ងាញ់យើងនេះបងប្អូនអានេះគេហៅផ្ទីបន្លានេះបើនៅខ្ចីយើងអាចស្លបានណាបងប្អូនស្លបានតែរបស់យើងអាចស្លបានណានេះបើអានេះបងប្អូនស្គាល់ទេអានេះគេហៅផ្ទីថ្មនេះបើខ្ចីក៏យើងអាចស្លបានដែរហ្នឹងស្លហូបយើងដាក់បន្លែដាក់ស្លក់អីទៅយើងហូបបានអាហ្នឹងប៉ុន្តែដល់ខ្ចីយើងអាចហូបបានប៉ុន្តែនេះចាស់ហើយមានតែឈូកឯងយើងអាចបបរឈូកឬក៏ឲ្យមន់ស៊ីអញ្ចឹងណាទេសភាពស្អាតដល់កបងប្អូនជុំវិញក្រួយនេះសើស្មៅម្នេះខៀវខ្ចីញ៉ាញ់ហ្មងហ្នឹងបងនេះឃើញអត់ស្អាតណាខៀវសងាត់ភ្លៀងទៅធ្លាក់មេមកផងជាមីឡើងខ្ចីញ៉ាញ់ហ្មងហ្នឹងបាទបងប្អូននេះជុំវិញនេះគឺមានបន្លែបៃតងបន្លែធម្មជាតិយើងណានេះគេហៅលឹកបាសអានេះម្រះត្រួយម្រះព្រៃអានេះក៏យើងអាចស្លបានដែរបងប្អូនជុំវិញយើងនេះគឺសិតតែបន្លែបងប្អូនមើលអែមែនតើមើលឡើងខ្ចីលវក់បងប្អូនអើយបងប្អូនណាខ្លះចង់បានបន្លែធម្មជាតិមិនខ្វះទេមើលនេះខ្ចីញ៉ាញ់ហ្មងអានេះសោះបន្តិចចុចប្រហុកឬក៏ចុចបកអីអែមមែនតើនេះបងនេះសិតតែរបស់ធម្មជាតិហ្នឹងធម្មជាតិសុទ្ធបងប្អូនអើយនេះមកបាក់ចវេនេះសិតតែរបស់ឆ្ងាញ់ទាំងអស់សិតរបស់ធម្មជាតិចិត្តបានទិន្នផលនេះហើយនេះជីវងយើងណាល្អបងប្អូនអើយសិតតែបន្លែព្រៃធម្មជាតិទាំងអស់ដែលវាដុះឯងណាមានពីណាគេដាំហ្នឹងបងប្អូនអើយមានបន្លែលាយថ្នាំផ្សេងសុទ្ធបុរាណខ្មែរយើងក៏សម្បូរដែរបងប្អូនណាចង់បានខមមិននៅក្រោមបេះផ្ញើ